ឡានមួយប្រភេទដែលមានរូបរាងធំមាំហើយតានដូចឈ្មោះរបស់វានិងមានប្រវត្តិប្រើប្រាស់នៅក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយចឹងនេះគឺជា Hummer ចំនួនថ្មីដែលបានប្ដូរពីការប្រើប្រាស់ម៉ាស៊ីនសាំងមកប្រើម៉ូទ័រអគ្គិសនីជំនួសវិញក្រៅពីទៅមើលរូបរាងថ្មីសមត្ថភាពពិតប្រាកដនិងលក្ខណៈពិសេសរបស់វាហើយយើងក៏នឹងទៅដឹងអំពីតម្លៃនៅខាងចុងវីដេអូមួយនេះផងដែរអញ្ចឹងចំពោះ GMC Hummer EV នេះវាត្រូវបានបដូររូបរាងថ្មីទាំងស្រុងចាប់ពីឆ្នាំ2022មកហើយ GMC បានបែងចែក Hummer EV ថ្មីនេះជាពីរប្រភេទមួយគឺជាប្រភេទ SUV និងមួយទៀតជាប្រភេទ Pick-up រូបរាងស្ទើរតែដូចគ្នាទាំងស្រុងបើយើងមើលពីខាងមុខតែបើយើងមើលពីចំហៀងយើងនឹងងាយកត់សម្គាល់តាមរយៈផ្លុកខាងក្រោយរបស់វានឹងតែម្ដងរីឯចំណុចខុសគ្នាមួយទៀតរបស់ Hummer EV ទាំងពីរប្រភេទនេះគឺកម្លាំងនិងសន្ទុះរបស់វាផ្ទាល់ដោយប្រភេទ SUV មានកម្លាំង830សេសស្ទុះពី0ទៅដល់100គីឡូម៉ែត្រចំណាយពេល 3.5 វិនាទីចំណែកប្រភេទ Pick-up វិញមានកម្លាំងរហូតដល់1000សេសនិងស្ទុះពី0ទៅដល់100គីឡូម៉ែត្រចំណាយពេលត្រឹមតែ3វិនាទីប៉ុណ្ណោះតែប្រភេទ Pick-up មានកម្លាំងនិងសន្ទុះខ្លាំងជាង SUV យ៉ាងណាក៏ដោយសន្ទុះល្បឿនប៉ុណ្ណេះគឺវាលឿនជាងរថយន្ត Supercar មួយចំនួនទៅទៀត Hummer EV ចំនួនថ្មីនេះត្រូវបានរចនាមកជាមួយរូបរាងបែបអនាគតច្រើនដោយមានចង្កៀងខាងមុខ LED មួយជួរជាប់គ្នាអូកាត់ពីខាងស្ដាំរហូតដល់ខាងឆ្វេងនៃរថយន្តនិងមានពាក្យ Hummer នៅលើអំពូល LED នីមួយៗផងដែរដែលទម្រង់នៃការរចនាបែបនេះយើងកម្រឃើញមាននៅលើម៉ាករថយន្តផ្សេងណាស់នៅផ្នែកខាងក្រោមនៃក្បាលឡានខាងមុខមានកន្លែងដាក់តាក់ខ្សែកាបចំនួន2សងខាងនិងបន្ទះការពារបាតក្រោមរបស់ឡានដែលក្រាលតាំងពីក្បាលឡានរហូតដល់គូឡានផ្នែកខាងក្រោយផងដែរហើយចំណុចដែលខ្ញុំចូលចិត្តជាងគេពី Hummer EV ថ្មីនេះគឺជាផ្នែកដំបូលរបស់វានឹងផ្ទាល់ដែល GMC ឲ្យឈ្មោះថាជា Infinity Roof ដែលយើងអាចដោះផ្ទាំងដំបូលកញ្ចក់ Sky Panel ទាំង4របស់វាចេញបាននិងយកទៅដាក់នៅក្លុបផ្នែកខាងមុខនៃឡានបានយ៉ាងងាយហើយវានឹងប្រែក្លាយពីឡាន Pick-up ដ៏រឹងមាំមួយឲ្យទៅជាឡានដែលអាចបើកដំបូលខាងលើបាននិងគ្មានឡានអគ្គិសនី Pick-up ណាមួយដែលអាចធ្វើបានដូចវាឡើយដែលធ្វើឲ្យយើងទទួលបានអារម្មណ៍បើកបរដូចនៅក្នុងឡាន Convertible អញ្ចឹងចំពោះផ្នែកខាងក្នុង GMC Hummer EV នេះត្រូវបានរចនាឡើងមកដោយយក concept តាមយានអវកាស Moonshot ជំនួសឲ្យការប្រើប្រាស់ប៊ូតុងដ៏ស្អិចស្កះនៅលើតាបឡូដូចចំនួនមុន Hummer EV ថ្មីនេះបានប្រើប្រាស់នៅអេក្រង់ Digital Touchscreen ទំហំ 13.4 អ៊ីនជំនួសវិញដើម្បីបង្ហាញពីព័ត៌មានទូទៅការមើលកាមេរ៉ាមួយជុំវិញរថយន្តការផ្លាស់ប្ដូរ driving mode ក៏ដូចជាការសេរីជើងក្រោមនៅពេលដែលបើកបរលើផ្លូវ off-road ជាដើមកៅអីនីមួយៗមានភាពធំទូលាយល្អធ្វើឲ្យយើងអង្គុយបាន5នាក់មកស្រួលដោយមិនបារម្ភរឿងចង្អៀតគ្នាដូចជិះតាក់ស៊ីពីភ្នំពេញទៅសៀមរាបហើយតែកងប្រាប់ថាខ្វះមួយចេញនោះទេម៉ែវាជួយអញផងអូចាប់អត់ចាប់អត់ហើយចំណែកប្រព័ន្ធសំឡេងវិញ Hummer EV នេះបំពាក់មកជាមួយនឹង speaker Max Bose ចំនួន14គ្រាប់ពេញមួយតួរថយន្តមុខងារ WTF Mode ថ្មីដែលមកពីពាក្យពេញថា What to Freedom និងផ្ដល់បទពិសោធន៍ដល់អ្នកបើកបរដោយបានជិះយានអវកាសពិតៗនៅពេលដែលប៊ូតុង Line Control ដំណើរការភ្លាមផ្នែកខាងក្នុងនឹងត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយកៅអីនឹងញ័រ speaker នឹងបញ្ចេញសំឡេងដូចយានអវកាសត្រៀមនឹងបាញ់បង្ហោះហើយអេក្រង់នឹងបង្ហាញចលនាជា animation ដូចយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពជាក់ស្ដែងចឹងហើយសម័យមើលថាបើយើងមាន Hummer EV នេះមួយគ្រឿងទុកគ្រាន់ចេញ trip ចុងសប្តាហ៍ជាមួយមិត្តភ័ក្តិ4ទៅ5នាក់ជិះបណ្ដាលចាក់ភ្លេងបណ្ដាលជាមួយនឹងការបើកដំបូលហើយប្រើប្រាស់នៅមុខងារ WTF Mode ដែលមាននៅលើ Hummer EV នេះទៀតនោះហើយគឺជារសជាតិថ្មីដែលយើងនឹងទទួលបានពីរថយន្តមួយគ្រឿងនេះបច្ចេកវិទ្យាដែលធ្វើឲ្យពិភពលោកភ្លឺភ្នែកជាមួយនឹង Hummer EV ថ្មីនេះគឺជាដំណើរបែបក្តារឬក៏ crab walk ដោយកង់ទាំង4របស់វាអាចបត់ប្រងគ្នាបាន10ដឺក្រេដើម្បីអនុញ្ញាតឲ្យតួឡានទាំងមូលបើកបរបញ្ជិះនៅឧបសគ្គនៅខាងមុខបានដោយងាយវាត្រូវបានបំពាក់មកជាមួយនឹងយ៉ានកង់ទំហំ18អ៊ីនជាស្តង់ដាតែបើយើងគិតពីទំហំសម្បកកង់របស់វាទៀតវាមានទំហំរហូតដល់35អ៊ីនដែលងាយធ្វើឲ្យយើងអាចបើកបរនៅលើផ្លូវដែលមានស្ថានភាពលំបាកបានដោយងាយហើយកុំបារម្ភរឿងមើលផ្លូវមិនឃើញជាមួយនឹង Hummer EV ថ្មីនេះពីព្រោះវាមានកាមេរ៉ាបាតក្រោមរបស់ឡាននឹងប្រភេទ Ultra Vision 18គ្រាប់អញ្ចឹងយើងអាចបើកបរបណ្ដានិងមើលបាតក្រោមរបស់ឡានបណ្ដាទាំង18ប្លង់បានដោយគ្មានបញ្ហាក្រៅពីនេះវាមានមុខងារ Extract Mode ដែលបំពាក់មកជាមួយនឹងបូមខ្យល់ Adaptive Air Suspension ដែលអាចលើកកម្ពស់តួរបស់ឡានឲ្យខ្ពស់ជាងមុនរហូតដល់ទៅ15សង់ទីម៉ែត្រដើម្បីងាយស្រួលក្នុងការបើកបរឆ្លងកាត់ទឹកឬក៏ថ្មធំៗជាដើមចំពោះការបើកបរនៅលើផ្លូវ Highway វិញបើយើងមានអារម្មណ៍ថាចង់សម្រាកពីការកាន់ដៃចង្កូតបើកបររយៈពេលខ្លីយើងអាចប្រើប្រាស់នៅមុខងារ Super Cruise ដែលមាននៅលើ Hummer EV នេះស្រាប់ហើយវាដំណើរការស្តៀងទៅនឹងមុខងារ Auto Pilot ដែរហើយវាអាចជំនួសនឹងការបើកបររបស់យើងនៅក្នុងស្ថានភាពផ្លូវដែលមានចរាចរណ៍មិនសូវជាមមាញឹកខ្លាំងតែយល់ល្អ admin ថាគួរតែទុកចិត្តទៅលើដៃរបស់យើងវិញល្អជាងដើម្បីរំកិលតួខ្លួនទម្ងន់ជាង4តោនទៅមុខបាន Hummer EV ប្រើប្រាស់នូវថ្ម24បន្ទះជាមួយនឹងបច្ចេកវិទ្យាអាគុយដ៏ល្បីរបស់ GM វាដំណើរការដោយម៉ូទ័រ2ឬក៏3ទៅតាម option និងរត់ដោយប៉ុង2 4WD ដែលមានមុខងារអាច lock ប៉ុងមុខនិងក្រោយបានហើយសម្រាប់ស៊េរីឆ្នាំ2026 GMC Hummer EV ថ្មីនេះសម្រាប់ការសាកថ្មបំពេញវាអាចបើកបរបានឆ្ងាយបំផុតចម្ងាយ578គីឡូម៉ែត្រសម្រាប់ប្រភេទ Pick-up និង513គីឡូម៉ែត្រសម្រាប់ប្រភេទ SUV
អ្វីដែលកាន់តែពិសេសវា support ជាមួយស្ថានីយ៍សាកថ្មល្បឿនលឿន 550 kW ឬក៏ 800V ដោយសាកត្រឹមតែ10នាទីវាអាចបើកបរបានដល់ទៅ 160 km ប្រកាសចេញលក់ដំបូងនៅឆ្នាំ 2022 Hummer EV មាន trim level ចំនួន 4 ប៉ុន្តែសម្រាប់ស៊េរីឆ្នាំ 2026 នេះ GMC បានផលិតមកត្រឹមតែ 3 trim level វិញប៉ុណ្ណោះអញ្ចឹងសម្រាប់តម្លៃសរុបមកដល់ខ្មែរបូកបញ្ចូលទាំងថ្លៃដឹកជញ្ជូនសេវាកម្មជួយបញ្ជាទិញពន្ធនាំចូលលោកអ្នកអាចស្វែងរកបានចាប់ពីតម្លៃក្បែរ $80,000 ឡើងទៅសម្រាប់ឆ្នាំផលិត 2022 អញ្ចឹងអរគុណប្រិយមិត្តសម្រាប់ការទស្សនាវីដេអូមួយនេះចូលមកពេញចិត្តកុំភ្លេចជួយចុច like និង follow page របស់ Auto US Direct ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពីរថយន្តប្រចាំថ្ងៃ